បងប្អូនធ្លាប់គិតទេថាអ្វីនឹងកើតឡើងប្រសិនបើភពផែនដីដ៏ធំធេងដែលយើងកំពុងរស់នៅនេះស្រាប់តែគាំងជប់វិលត្រឹមតែ1វិនាទីប៉ុណ្ណោះវាស្ដាប់ទៅដូចជាខ្លីណាស់មែនទេត្រឹមតែមួយពពិចភ្នែកសោះសូមស្វាគមន៍មកកាន់ចំណេះដឹង3នាទីយើងនឹងធ្វើការបកស្រាយលម្អិតហេតុអ្វីបានជាផែនដីជប់វិលត្រឹមតែ1វិនាទីដែលបង្កើតជាមហន្តរាយដ៏ធំធេងបែបនេះបច្ចុប្បន្នភពផែនដីរបស់យើងមិនមែននៅស្ងៀមនោះទេគឺវាកំពុងតែវិលជុំវិញខ្លួនឯងក្នុងល្បឿនលឿនសាហាវខ្លាំងណាស់គឺរហូតដល់ទៅជាង1600គីឡូម៉ែត្រក្នុង1ម៉ោងឯណោះនៅត្រង់តំបន់ខ្សែអេក្វាទ័រល្បឿននេះគឺជាល្បឿនលឿនជាងគ្រប់កំភ្លើងដែលបាញ់ចេញពីកំភ្លើងខ្លីឬលឿនជាងយន្តហោះដឹកអ្នកដំណើរខ្នាតយក្សរហូតដល់ទៅ2ដងឯណោះប៉ុន្តែមូលហេតុដែលយើងទាំងអស់គ្នារួមទាំងអាគារផ្ទះសម្បែងនិងទឹកសមុទ្រមិនមានអារម្មណ៍ថាផែនដីកំពុងវិលហើយរស់នៅបានយ៉ាងសុខសាន្តនោះទេគឺដោយសារតែកម្លាំងទំនាញផែនដីដ៏ខ្លាំងក្លាបានទាញរក្សាបរិយាកាសនិងគ្រប់យ៉ាងឲ្យវិលទៅជាមួយគ្នាក្នុងល្បឿនលឿនស្មើគ្នាជានិច្ចវាប្រៀបដូចជាយើងកំពុងអង្គុយលើឡានដ៏ប្រណិតមួយដែលកំពុងបើកបរយ៉ាងស្ងប់ស្ងាត់ក្នុងល្បឿនលឿនអញ្ចឹងចុះបើស្រាប់តែផែនដីជន់ហ្វ្រាំងងាប់ហើយឈប់វិលគំហុកត្រឹមតែ1វិនាទីត្រង់ចំណុចនេះវិទ្យាសាស្ត្របានបញ្យល់ពីច្បាប់រូបវិទ្យាមួយហៅថាកម្លាំងរុញបន្តឬ inertia ច្បាប់នេះចែងថាវត្ថុទាំងឡាយណាដែលកំពុងមានចលនាលុះត្រាតែមានកម្លាំងអ្វីមួយមកទប់ទៅវាព្រមឈប់ដូច្នេះនៅពេលដែលស្នូលផែនដីស្រាប់តែគាំងឈប់វិលភ្លាមរាល់វត្ថុទាំងឡាយណាដែលមិនបានជាប់រឹងទៅនឹងស្នូលផែនដីរួមមានរូបខ្ញុំរូបបងប្អូនឡានម៉ូតូដើមឈើផ្ទះសម្បែងអាគារខ្ពស់ៗកប់ពពកនិងសូម្បីតែទឹកមហាសមុទ្រគឺវាមិនព្រមឈប់ទៅជាមួយផែនដីឡើយគ្រប់យ៉ាងនឹងត្រូវហោះខ្ទាតទៅទិសខាងកើតភ្លាមៗក្នុងល្បឿន1600គីឡូម៉ែត្រក្នុង1ម៉ោងវាប្រៀបដូចជាបងប្អូនកំពុងបើកបររថយន្តក្នុងល្បឿនលឿនខ្លាំងរួចស្រាប់តែជន់ហ្វ្រាំងងាប់ប្រហុកអញ្ចឹងទោះបីជាឡានឈប់ប៉ុន្តែខ្លួនយើងនឹងត្រូវហោះទៅបោកនឹងដៃចង្កូតភ្លាមៗសម្រាប់ផែនដីវិញមនុស្សរាប់ពាន់លាននាក់នៅទូទាំងសកលលោកនឹងត្រូវកម្លាំងខ្យល់បោកហោះខ្ទាតទៅបុកនឹងជញ្ជាំងបុកនឹងភ្នំឬបុកទៅលើអាកាសក្នុងល្បឿនលឿនដូចគ្រាប់កាំភ្លើងដែលបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗក្នុងមួយរំពេចដោយមិនដឹងខ្លួនឡើយមិនត្រឹមតែប៉ុណ្ណោះស្រទាប់បរិយាកាសនិងខ្យល់អាកាសដែលហោះបន្តក៏នឹងបង្កើតជាខ្យល់ព្យុះស៊ូណាមិដ៏មហាសាលដែលបោកបក់សម្អាតសំណង់អគាររងមាំទាំងឡាយឲ្យខ្មត់និងរាបស្មើដល់ដីត្រឹមតែមួយប៉ព្រិចភ្នែកអ្វីដែលកាន់តែរន្ធត់ជាងនេះទៅទៀតគឺមហន្តរាយដែលកើតចេញពីទឹកមហាសមុទ្រទឹកសមុទ្ររាប់លានតោនដែលធ្លាប់តែនៅនឹងកណ្ដែងនឹងត្រូវកម្លាំងរុញបោកទៀតបង្កើតជាមហាស៊ូណាមិខ្នាតយក្សកម្ពស់រាប់រយម៉ែត្រដែលមានល្បឿនលឿនដូចយន្តហោះចម្បាំងវានឹងបោកបក់លិចទីក្រុងធំៗនិងដែនដីក្បែរឆ្នេរពេញពិភពលោកទាំងស្រុងត្រឹមតែរយៈពេលប្រមាណវិនាទីប៉ុណ្ណោះបន្ទាប់ពី1វិនាទីដ៏រន្ធត់នោះកន្លងផុតទៅភពផែនដីនឹងចាប់ផ្ដើមវិលត្រឡប់មកវិញជាធម្មតាប៉ុន្តែអ្វីៗដែលបន្សល់ទុកនៅលើផ្ទៃដីគឺមានតែភាពខ្ទេចខ្ទីស្ងាត់ជ្រងំនិងគំនរផេះផង់នៃអរិយធម៌មនុស្សជាតិតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយបងប្អូនមិនបាច់ព្រួយបារម្ភនោះទេព្រោះរឿងរ៉ាវទាំងអស់នេះវាគ្រាន់តែជាការគណនានិងការសន្មត់បែបវិទ្យាសាស្ត្រតែប៉ុណ្ណោះហើយនៅក្នុងទស្សនវិជ្ជាពិតគឺគ្មានកម្លាំងអ្វីមួយក្នុងចក្រវាឡដែលអាចមកខាត់ភពផែនដីឲ្យវិលឈប់ត្រឹម1នាទីនេះបានឡើយតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះមហន្តរាយ1វិនាទីដ៏គួរឲ្យរន្ធត់មួយនេះប្រសិនបើពេញចិត្តវីដេអូបែបវិទ្យាសាស្ត្រកំបាំងចាក់ដោតអារម្មណ៍បែបនេះកុំភ្លេចចុច like ឬ subscribe ម្នាក់មួយផងបងប្អូនដើម្បីជាកម្លាំងចិត្តជួបគ្នានៅវីដេអូក្រោយសូមអរគុណ